ចឹងឥឡូវនេះ Meta Platform គឺបានដាក់ឲ្យប្រើប្រាស់ paid subscription នៅលើ Facebook IG ក៏ដូចជា WhatsApp ផងដែរដែលវាគឺជាមូលហេតុមួយធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Meta នឹងគឺបានឡើងថ្លៃខ្លាំងមែនទែនគឺឡើងថ្លៃចន្លោះពី$520រហូតដល់ទៅ$796ផងដែរនៅក្នុងរយៈពេល52សប្តាហ៍ចុងក្រោយនេះហើយបើសិនជាយើងក៏លេចមើលទៅក្នុង candlestick នៅលើ app Binance យើងក៏បានឃើញដែរថាកាលពីម្សិលមិញហ្នឹង Meta គឺបានឡើងថ្លៃខ្លាំងមែនទែនដល់ចន្លោះពី$600ទៅដល់$630ជាងផងដែរនៅក្នុងរយៈពេលត្រឹមតែ1ម៉ោងគឺបានន័យថាវាបានផាំឡើងខ្លាំងមែនទែន Binance គឺបានបើកមុខងារដែលអនុញ្ញាតឲ្យយើងធ្វើការ invest stock នៅក្នុងនឹងបានហើយដែលមានដូចជា stock នៃក្រុមហ៊ុនធំៗបីជាច្រើនដូចជា Nvidia ដូចជា Intel ឬក៏ VOK អីជាដើមក៏ដូចជា stock នៃក្រុមហ៊ុនផ្សេងៗទៀតជាច្រើនទៀតផងដែរដែលយើងអាចធ្វើការទិញលក់ឬក៏ trade ជា future នៅក្នុងនឹងបានតែម្ដងនិយាយទៅវាគឺជាឱកាសថ្មីក៏ដូចជាមុខងារ invest ថ្មីផងដែរនៅលើ Binance ហើយក៏មានមុខងារជាច្រើនទៀតផងដែរដែលយើងអាចប្រើប្រាស់បាននៅក្នុង Binance ដូចជាការ pay លុយ crypto តាមដានព័ត៌មានឬក៏យើងអាចធ្វើការ post ជា activity របស់យើងតើតើជួយនឹងវិស័យ crypto ឬក៏ព័ត៌មានបច្ចេកវិទ្យាផ្សេងៗនៅក្នុង platform Binance ផងដែរសូម្បីតែ AI ហ្នឹងក៏ recommend ថា Binance គឺជា platform ឈានមុខគេពាក់ព័ន្ធជាមួយនឹងវិស័យ crypto ក៏ដូចជាវិស័យ investment នៅក្នុងសម័យកាល digital នេះផងដែរអញ្ចឹងវាគឺជាឱកាសមែនទែនដែលយើងអាចធ្វើការ trade មិនថា crypto តាមដានព័ត៌មានឬក៏ឥឡូវហ្នឹងសូម្បីតែ stock ក៏យើងអាចធ្វើការ trade investment ទិញលក់អីក្នុងហ្នឹងបានដែរប៉ុន្តែលុះត្រាតែយើងមានចំណេះដឹងខាងហ្នឹងដូចគ្នាអូខេអញ្ចឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកដែលអត់ទាន់មានករណី Binance អាចចូលទៅធ្វើការ register តាម link នៅខ្ញុំបណ្ដានៅខាងក្រោមហ្នឹងបានឬក៏អ្នកគ្នាចង់ចូលរួមជាមួយនឹង community សហគមន៍អាណាចក្រដោយ free បានក្នុង Discord អ្នកគ្នាក៏អាចធ្វើការចុចតាម link នៅខាងក្រោមហ្នឹងបានដូចគ្នាឬក៏បើសិនជាមានចម្ងល់អីដែលចង់សួរឬក៏ចង់ដឹងពីរបៀបចូលរួមអ្នកគ្នាក៏អាចធ្វើការឆាតទៅ Facebook page អាណាចក្រដើម្បីឲ្យក្រុមការងារធ្វើការឆ្លើយតបបានផងដែរអូខេអញ្ចឹងគឺមានតែប៉ុណ្្នឹងទេ